Đã tới. Tới cái đó. Đợi lên tới. Đây. Đây, đợi đây. Đây. Tìm một tiền. Đây. Đây.ព្រះករុណាចង់ម្ចាស់ជីវិតតម្កល់លើត្បូងមានព្រះរាជបញ្ជាឲ្យពួកយើងនាំយកអ្នកទោសឈ្មោះមីយើងនេះទៅប្រហារជីវិតដូច្នេះចូលលាយទ្វារបើកទ្វារឲ្យប្រឡាក់ឡើងអាលឹងយើងបណ្ដាអ្នកទោសចេញទៅកាន់កន្លែងពិឃាតការបញ្ចេញអ្នកទោសយកទៅប្រហារជីវិតទាំងកណ្ដាលអាធ្រាត្របែបនេះពុំត្រូវនឹងច្បាប់មេត្រាដែលជាច្បាប់របស់ព្រះនគរឡើយយើងមិនបើកទ្វារឲ្យទេនេះជាព្រះរាជបញ្ជារបស់ម្ចាស់ផែនដីមិនក៏លោកនិយាយពីច្បាប់មេត្រាអីទៅវិញលោកមិនគោរពលួងទេលួងយើងពិតជាគោរពប៉ុន្តែការបញ្ជាឲ្យយកអ្នកទោសទៅប្រហារជីវិតទាំងកណ្ដាលជប់ដូច្នេះបានន័យថាអ្នកទោសនេះពិតជាមិនទាន់បានកាត់ទោសត្រឹមត្រូវតាមច្បាប់តុលាការនៅឡើយទេមើលពួកពេជ្ជឃាតឯងអាចប្រាប់យើងបានទេតើមាយើងមានទោសអីបានជាទ្រង់ត្រាស់បញ្ជាដល់ប្រញាប់ប្រញាល់មិនរងចាំភ្លឺបែបនេះធ្វើមិនយើងដឹងទៅពួកយើងជាពេជ្ជឃាតរងចាំតែទទួលបញ្ជាថាឲ្យសម្លាប់គឺសម្លាប់តែប៉ុណ្ណោះអ្វីទៀតពួកយើងអត់ដឹងទេបើពួកលោកមិនដឹងថាទោសរបស់មាយើងនេះដល់កម្រិតណាផងមិនក៏ពួកលោកហ៊ានចាប់ចងបណ្ដាគេយកមកសម្លាប់តែទោះបីយ៉ាងណាក៏ដោយក្នុងឋានៈយើងជានាយទ្វារទិសបោដែលគោរពវិន័យនិងកិត្តច្បាប់ពីបុរាណយើងមិនបើកទ្វារឲ្យដាច់ខាតព្រោះយើងបារម្ភថាក្រែងការកាត់ទោសប្រហារជីវិតទាំងកណ្ដាលអាធ្រាត្រដោយគ្មានការជំនុំជម្រះបែបនេះអាចនាំឲ្យមានការស្ដាយក្រោយដោយរឿងនីតិស្រីវៃស្កាខុសនោះជាក់ជាមិនខានឡើយនៅនាយទ្វារតើរឿងស្ត្រីវាស្កាខុសនោះតើវាយ៉ាងណាខ្លះទៅចូលអ្នកប្រញាប់និទានរឿងមកមើលរឿងនិទាននោះមានដូចតទៅមានសម័យកាលមួយមានស្ត្រីម្នាក់ចិញ្ចឹមសត្វស្កាមួយសត្វស្កានោះចេះណាស់ហើយនាងក៏មានកូនតូចមួយនៅជាមួយផងដែរពេលនាងចេញទៅណាម្ដងនាងតែងតែផ្ញើកូនឲ្យសត្វស្កានោះជួយមើលថែរក្សាមានថ្ងៃមួយស្ត្រីនោះចង់ចេញទៅផ្សារក៏បានទុកកូនផ្ញើឲ្យសត្វស្កាជួយមើលបន្ទាប់មកក៏មានពស់មួយក្បាលបានលូនចូលចឹកឲ្យក្មេងនោះស្លាប់ក្នុងអង្រឹងនៅពេលដែលលីសូកូនយំហើយបាត់សម្លេងទៅវិញស្កាក៏រត់មកឃើញពស់វាចេញពីអង្រឹងទើបហក់ទៅខាំក្រញីពស់នោះភ្លាមហើយវាខាំពស់តតែស្លាប់ដោយប្រឡាក់ឈាមពេញមកបន្ទាប់ពីខំពោះស្លាប់ហើយស្កាក៏បានប៉មពោះយកទៅលាក់ទុកនៅគៀនជញ្ជាំងឆ្ងាយពីអង្រឹងនោះបន្តិចហើយសត្វស្កាក៏បានរត់ច្រាស់ច្រាសចុះឡើងដោយអាការៈក្បែរខ្វល់ស្ត្រីម្ចាស់ផ្ទះមកដល់ផ្ទះវិញដាក់កញ្ជើចចុះឃើញកូនស្លាប់ក្នុងអង្រឹងក៏មានសេចក្តីសោកស្ដាយយ៉ាងខ្លាំងពេលដែលបានឃើញម្ចាស់ស្កាក៏ស្ទុះមកទទួលដោយមានឈាមពុះប្រឡាក់ពេញមាត់ធ្វើឲ្យម្ចាស់កាន់តែមានការយល់ច្រឡំថែមទៀតក្រោយពីសម្លាប់ស្កាហើយស្ត្រីនោះក៏បានឃើញពុះដេកស្លាប់ក្រវៀននៅគៀនជញ្ជាំងជិះតាមទឹកគឺអាពុចចង្រៃមីងតាដែលសម្លាប់កូនអញ
ចារណារកហេតុផលឲ្យបានអិនអំសិនមិនត្រូវឆាប់ខឹងច្រឡំគ្មានគិតមុខក្រោយបែបនេះទេម៉ែខុសហើយកូនដោយសារតែខឹងគ្មានការពិចារណាកូនក៏ស្លាប់ការជាទីស្រឡាញ់ក៏ស្លាប់គួរឲ្យស្ដាយណាស់មិនទៅអស់នេះពិតជាគៀបក្រោយពីស្ដាប់រឿងនេះទៅតើយល់ឃើញយ៉ាងម៉េចដែរ ស្ដាប់ទៅគួរក្តៅក្រហាយចំពោះស្រីម្ចាស់ស្កានោះណាស្កាគ្នាខំខំពោះដែរតែបែរជាមកវាសម្រាប់គ្នាទៅវិញនេះប្រកាសជាគ្មានចេះពិចារណារកហេតុផលស្អីទេឆេវឆាវគ្មានគិតមុខក្រោយរឿងហ្នឹងវាមិនខុសពីរឿងមេយើងនេះទេការបញ្ជាឲ្យយកទៅប្រហារជីវិតទាំងកណ្ដាលអាក្រិតបែបនេះមុខជាមិនបានពិចារណារកខុសត្រូវឡើយយើងមិនបើកទ្វារឲ្យទេ លោកប្រកាសជាមិនបើកទ្វារឲ្យមែនណាមែនយើងមិនបើកទ្វារឲ្យទេពួកអ្នកឯងទៅឯណាទៀតក៏ទៅចុះ បើអញ្ចឹងយើងទៅទ្វារតាក់សិនវិញ មែនតើទៅ ឆាប់ដល់យើងធ្លាប់កាន់កាប់ទ្វារតាក់សិននេះអស់20ឆ្នាំមកហើយពុំមានច្បាប់ឯណាអនុញ្ញាតឲ្យបើកទ្វារបញ្ចេញមនុស្សទៅសម្រាប់ទីកណ្ដាលជុកបែបនេះទេពួកលោកថយចេញទៅវិញទៅយើងមិនបើកទ្វារឲ្យទេ នេះជាបរិយាបញ្ជារបស់ព្រះករុណាជាអម្ចាស់ជីវិតមកកលត្បូងនេះទ្វារឯងមិនអាចបន្តបានទេត្រូវតែបើកទ្វារឲ្យឆាប់ឡើង យើងគ្រប់ណាប់ព្រះករុណាហើយយើងមិនដែលជំទាស់បរិយាបញ្ជាទេប៉ុន្តែយើងសូមពេជ្ជកិច្ចទាំងអស់គ្នារងចាំដល់ភ្លឺសិនទៅទើបយើងបើកទ្វារឲ្យ មែនហើយព្រោះច្បាប់មិនអនុញ្ញាតឲ្យបើកទ្វារបញ្ចេញមនុស្សយកទៅសម្រាប់ទាំងយប់ដូចនេះទេបានជាយើងមិនបើកទ្វារឲ្យយ៉ាងនេះព្រោះយើងជឿថាអ្នកទោសនេះពិតជាមិនទាន់បានឆ្លងកាត់ការជំនុំជម្រះស្រួលបួននៅឡើយទេ ត្រូវហើយវានឹងអាចមានការស្ដាយក្រោយដូចជារឿងមហាសេដ្ឋីសម្រាប់ឆ្កែអញ្ចឹងតើរឿងមហាសេដ្ឋីសម្រាប់ឆ្កែនោះយ៉ាងណាទៅនិទានឲ្យយើងស្ដាប់ផងបានទេនិទានឲ្យគេស្ដាប់ទៅ បើពេជ្ជគិតចង់ស្ដាប់ដូច្នេះមិនអីទេចាំយើងនិទានឲ្យស្ដាប់ចុះហើយជួយពិចារណាផងដើម្បីកុំឲ្យមានការភ័ន្តច្រឡំដូចជារឿងនោះទៀតកាលពីព្រេងនាយមានមហាសេដ្ឋីម្នាក់មានសម្បត្តិទ្រព្យ8កោដឃ្លាំងហើយបានចិញ្ចឹមឆ្កែចំនួន500ក្បាលដើម្បីចាំរក្សាសម្បត្តិទ្រព្យទាំងនោះ ណែអាឆយអញឲ្យឯងទៅស៊ើបពីសេដ្ឋីដែលមានសម្បត្តិ8កោដឃ្លាំងតើបានការចំណាហើយ បានលោកនេះខ្ញុំបានទៅស៊ើបការដឹងអស់ហើយគឺមហាសេដ្ឋីនោះពិតជាមានសម្បត្តិ8កោដឃ្លាំងមែនលោកនេះ បើអញ្ចឹងពួកយើងទាំងអស់គ្នានេះត្រូវរៀបចំអាវុធយុទ្ធភ័ណ្ឌឲ្យបានគ្រប់គ្នាដើម្បីទៅប្លន់យកទ្រព្យសម្បត្តិពីសេដ្ឋីនោះឲ្យអស់ឲ្យធ្លាក់ខ្លួនក្រវិញម្ដងកុំឲ្យធ្វើជាអ្នកមានយូរពេក តែយើងមិនអាចចូលទៅប្លន់សេដ្ឋីនោះបានងាយងាយដោយធ្លាប់ប្លន់កន្លែងមុននោះទេព្រោះសេដ្ឋីនោះមានចិញ្ចឹមឆ្កែដល់ទៅ500ក្បាលសម្រាប់ការពារទ្រព្យសម្បត្តិទាំង8កោដឃ្លាំងនោះលោកនេះ យីសេដ្ឋីនោះពិតជាឆ្លាតយ៉ាងវៃមែនតើយើងធ្វើម៉េចទៅរួចបានទៅបើឆ្កែច្រាច់យ៉ាងនេះគ្រាន់តែលេចក្បាលទៅពួកវាមុខជាព្រុសចំប្រាវលោតមកហាមផ្អើលគេផ្អើលឯងបាត់ទៅហើយ ត្រូវហើយលោកនេះគេនិយាយថាឆ្កែទាំង500ក្បាលនោះប៉ាកែណាទោះមនុស្សធម្មតាឬចោលក៏ដោយគ្រាន់តែលេចស្មៅទៅវាស្ទុះមកព្រុសខំតាមប្រកាសកែងមិនអាចគេចបានឡើយទោះបីជាមានក្បត់ប្រថៅក៏វាមិនខ្លាចដែរសប្តាហ៍ថ្ងៃនេះសេដ្ឋីឲ្យខ្ញុំកំដរដាំបាយឲ្យឆ្កែទាំង500នោះឲ្យវិឆ័យដោយយកចិត្តទុកដាក់ជាទីបំផុត បើអញ្ចឹងតើមានមធ្យោបាយណាអាចចូលទៅលួចបានណាមានតែរកវិធីប្រើថ្នាំសំដំទេទើបអាចឈ្នះវាតែមិនដឹងជាទៅរកគ្រូនៅណាទេ បើតាមច្បាប់ខ្ញុំវិញមិនបាច់ទៅរកគ្រូមិនសំណំឯណាទេវានាំតែបាយការទេ
យើងត្រូវតែប្រើប្រាជ្ញាវិញគឺត្រូវជីករូងអងម៉ងមួយពីក្រោមឃ្លាំងទាំងនោះយើងមកជាអាចយកទ្រព្យសម្បត្តិនោះបានទាំងអស់ដោយវងឆ្កែទាំង500នោះមិនអាចដឹងបានឡើយព្រោះឆ្កែនៃយាមតែលើដីខាងមុខឯយើងចូលទៅខាងក្រោមដីមែនយកបល់អាចឆយចាប់ជាល្អមែនបើអញ្ចឹងចាប់ថ្ងៃស្អែកនេះទៅយើងត្រូវចាប់ផ្ដើមជីករូងអងម៉ងនោះដោយប្រុងប្រយ័ត្នកុំឲ្យអ្នកណាដឹងឲ្យសោះណែពួកអដែងពួកឯងទៅណាបាត់អស់ហើយបាទលោកសេដ្ឋីពួកខ្ញុំមកចុះអាចឆ្កែទាំង500នោះវាធ្វើស្អីបានជាបណ្ដោយឲ្យចោលចូលមកលួចទ្រព្យសម្បត្តិអញចិត្តអស់អាលីដូច្នេះណែពួកអដែងរកគ្នាចាំអីទៀតឯងចាប់ឆ្កែទាំង500នោះយកវាទៅវាយសម្លាប់ចោលអស់ទៅកុំទុកចិញ្ចឹមនាំតែបំបងបាយទៀតទៅនាំគ្នាទៅភ្លាមទៅបាទលោកសេដ្ឋីអាចឆ្កែបំបងបាយអញប្រើពួកឯងយកឆ្កែទាំង500ទៅសម្លាប់តើពួកឯងកប់ខ្មោចឆ្កែទាំងនោះនៅឯណាបានជជះក្លិនស្អុយមកខ្លាំងម្ល៉េះបាទពួកខ្ញុំបានកប់ខ្មោចឆ្កែនោះនៅព្រៃឆ្ងាយណាស់មិនអាចធំក្លិនមកដល់ទេនេះប្រកាសជាមានក្លិនអ្វីស្អុយមកពីកន្លែងផ្សេងហើយលោកម្ចាស់ក្លិនស្អុយទាំងនេះគឺចេញពីក្នុងរូងអងម៉ងមួយនៅក្រោមឃ្លាំងសង្ស័យតែមានអ្វីស្លាប់នៅក្នុងទីនោះជាប្រកាសហើយលោកម្ចាស់បើជើងពួកឯងទី2នាក់នាំគ្នាទៅមើលតើមានស្អីស្លាប់នៅក្នុងរូងនោះបានជាស្អុយខ្លាំងម្ល៉េះបាទលោកម្ចាស់តោះលោកម្ចាស់ខ្ញុំបានប្រទះឃើញខ្មោចចោលចំនួន500នាក់បានស្លាប់នៅក្នុងរូងអមម៉ងដែលវាជីកលួចទ្រព្យសម្បត្តិពីក្នុងឃ្លាំងហើយឃើញសុទ្ធតែស្នាមចង្កុំឆ្កែខាំទាំងអស់លោកម្ចាស់បើអញ្ចឹងអញប្រកាសជាវាឆ្កែខុសហើយព្រោះវាបានខំចោលទាំងអស់នោះស្លាប់តែអញមិនបានពិចារណារកហេតុផលគួរស្ដាយណាស់តើអញទៅរកឆ្កែអាណាបានល្អដូច្នេះទៀតរឿងនេះចប់ហើយតើអស់លោកអ្នកពេជ្ជឃាតនេះយល់យ៉ាងណាដែរក្រោយពីខំប្រឹងស្ដាប់ទាំងអស់គ្នានេះគួរក្តៅក្រហាយណាស់ធ្វើជាសេដ្ឋីមានទ្រព្យសម្បត្តិដល់ទៅ8កោដឃ្លាំងមិនក៏បញ្ជាឲ្យគេវាឆ្កែសម្លាប់ដោយគ្មានពិចារណារកហេតុផលខុសត្រូវសោះអញ្ចឹងរឿងសេដ្ឋីវាឆ្កែខុសនោះក៏មិនខុសពីរឿងលួងបញ្ជាឲ្យគេយកមាយើងមកសម្លាប់ទីកណ្ដាលយប់យ៉ាងនេះដែរបើពុំបានជំនុំជម្រះឲ្យបានម៉ត់ចត់ទេនោះមុខជាមានការស្ដាយក្រោយហើយបើអញ្ចឹងលោកនាយទ្វាឯងពិតជាមិនព្រមបើកទ្វាឯងមែនទេយើងនឹងបើកឲ្យតែចាំភ្លឺច្បាស់ស្រួលបួលសិនយប់អត្រិតដូច្នេះយើងមិនបើកឲ្យទេព្រោះខុសនឹងច្បាប់មេត្រាពីបារាណមកចូលអ្នកនាំគ្នាទៅរកទ្វារណាផ្សេងទៀតទៅអញ្ចឹងមិនអីទេយើងទៅរកទ្វារទិសប្រចាំទៀតតោះទៅណែនេះទ្វារទិសប្រចាំឆាប់បើកទ្វារយើងភ្លាមព្រះករណាជាអង្គម្ចាស់មានព្រះរាជបញ្ជាឲ្យពួកយើងនាំទៅទោសមាយើងនេះទៅប្រហារជីវិតយើងមិនបើកឲ្យទេពេលនេះចាំស្អែកព្រឹកសិនទៅតើមានហេតុផលអីបានជានាយទ្វារឯងមិនព្រមបើកទ្វារឲ្យយើងព្រោះនេះជាព្រះរាជបញ្ជារបស់លោកណាមែនហើយប្រាប់ពួកយើងដឹងផងទៅមើលបានជាយើងមិនព្រមបើកឲ្យព្រោះការបញ្ជាឲ្យយកមនុស្សទៅសម្លាប់តែកណ្ដាលអាត្រិតតែមិនទាន់បានជំនុំជម្រះរកខុសត្រូវច្បាស់លាស់មុនដូច្នេះនឹងបណ្ដាលឲ្យមានការភ័ន្តច្រឡំស្ដាយក្រោយដូចជារឿងនិទានព្រះមហាក្សត្រចិញ្ចឹមសេកនោះជាក់ជាមិនខានឡើយដូច្នេះយើងមិនបើកឲ្យអ្នកទេអញ្ចឹងរឿងព្រះមហាក្សត្រចិញ្ចឹមសេកនោះតើវាយ៉ាងណាខ្លះនិយាយប្រាប់យកដឹងផងបានទេមិនអីទេចូលចាំស្ដាប់ចុះកាលពីព្រេងនាយមានព្រះរាជាមួយអង្គចិញ្ចឹមសត្វសេកមួយដ៏មានរូបឆោមលោមពណ៌ល្អវិសេសពេកក្រៃលើបាក់សីសត្វសេកនានាទើបធ្វើឲ្យព្រះរាជាទ្រង់មានក្តីងឿងឆ្ងល់ក៏ត្រាស់សួរទៅកាន់សត្វសេកនោះនៅថ្ងៃមួយសត្វសេកមួយនេះពិតជាស្អាតអស្ចារ្យមែនស្អាតមែន
តែពិតមែនទេអស់លោកក្រាបទូលមែនទេក្រាបទូលណែចៅសេកចូលប្រាប់យើងឲ្យត្រង់មកមើលកុំលាក់លៀមអសោះណាព្រោះអញឃើញក្បាលរូបរាងស្អាតល្អខុសប្លែកពីសត្វសេកនេះតើនេះមកពីហេតុអ្វីបានជាឯងស្រស់ស្អាតម្ល៉េះឯងបានស្អីស៊ីបានជារូបរាងនៅតែស្អាតរហូតអញ្ចឹងសេកអើយបើបានផ្លែស្វាយទឹកអាចឆៃធ្វើឲ្យមនុស្សចាស់ខ្លាចជាក្មេងបានមែននោះចូលចៅតបេះពំនាំពីព្រៃហើយមកពៀនមកផ្ញើអញផងមើលដើម្បីឲ្យអញឆៃទៅឲ្យខ្លាចជាក្មេងដូចគេឯងផងបានចឹងឯងទៅចុះណែឆាប់ត្រឡប់មកវិញផងណាក្រោយមកសេកក៏បានពំនាំយកផ្លែស្វាយមួយមកថ្វាយព្រះរាជាហើយព្រះរាជាក៏បានគិតថាឲ្យឯងខ្លោចផ្លែស្វាយទៅឲ្យឯងក៏ប្រែក្លាយទៅជាកំឡោះតែមួយអង្គឯងប៉ុណ្ណោះឯព្រះមហាសីបុត្រាបុត្រីនាម៉ឺនមហាមន្ត្រីគ្មានអ្នកណាឆែកទៅបានក្មេងដូចអញនោះឡើយដូច្នេះចូលចៅសេកឯងចឹកស៊ីសាច់វាឲ្យអស់ទៅចុះទុកគ្រាប់ឲ្យអញដើម្បីធ្វើពូជដាំបណ្ដោះឲ្យបានផលច្រើនកើនទៅមុខទៀតដើម្បីឲ្យបានឆៃគ្រប់គ្នាណែលោកមន្ត្រីបន្តិចទៀតលោកយកគ្រាប់ស្វាយទៅដាំចុះទទួលបរិយាបញ្ជាក្រាបទូលណែអាចឆៃទៅសូមក្រាបថ្វាយបង្គំប្រកាសណាជាអម្ចាស់ជីវិតតម្កល់លើត្បូងល្អហើយមហាថ្លឹកឥឡូវផ្លែស្វាយរបស់យើងនេះផ្លែបានច្រើនណាស់ដោយសារការខំដាំរបស់ឯងនេះយើងនឹងឲ្យឯងឆៃមុនគេចុះតើប្រកែកដូចពាក្យដែលសេកគេអួតអាងដែរទេសូមអរព្រគុណក្រាបទូលឆៃទៅកណាត់ថ្លៃសេះយ៉ាងមិនចេះយ៉ាងមិនទៅឲ្យលោកមហាថ្លឹកគាត់ស្លាប់បាត់ហើយក្រាបទូលដោយសារដើមស្វាយនោះបានដុះចាក់ឬទៅលើរោងពោះនេករាជធ្វើឲ្យពឹសពោះនោះជ្រាបចូលពេញដើមស្វាយនិងផ្លែស្វាយបណ្ដាលឲ្យមានជាតិពឹសពុលក្នុងផ្លែស្វាយសេចចម្រាញ់ជាប៉ងសម្រាប់អញតាតែធប់ល្អអញមិនស្លាប់ដោយសេនាឆៃសាក់របស់មុនទុកទៅthôiសម្រាប់ទៅមកអង្គុយទៅនឹងសិនហើយយាយយើងទាំងពីរអ្នកសពថ្ងៃនេះវាកាន់តែចាស់ជារៀនណាស់ទៅហើយទន្ទឹងចាំតែថ្ងៃស្លាប់ហើយវាក៏ក្រស្លាប់ទៀតបើលំបាកវេទនាយ៉ាងនេះតើយើងគួររស់នៅធ្វើអីទៀតមែនហើយតាអើយយើងមិនក៏ក្រស្លាប់ម្ល៉េះក្រលំបាកហើយកម្លាំងក៏កាន់តែខ្សោយធ្វើម៉េចនឹងអាចរក្សាដំរីស្ដាច់បានល្អទៅបើយើងចង់ស្លាប់ដូចគ្នាយ៉ាងនេះវាជាការល្អហើយណាយាយចាំខ្ញុំទៅលួចបេះស្វាយពុលរបស់ព្រះរាជាមកស៊ីម្នាក់មកផ្លែទៅពិតជាស្លាប់យ៉ាងងាយហើយអញ្ចឹងយាយវានៅចាំខ្ញុំទៅនឹងហើយណាចាខ្ញុំនៅចាំតាទៅចុះខ្ញុំទៅហើយណាយាយវាណា
ឆ្ងាញ់ណាស់តើ បើជាឆ្ងាញ់មែនអូឲ្យក៏បានឆ្ងាញ់អញ្ចឹងទោះបីជាស្លាប់ទៅក៏មិនស្ដាយខយដែរ មែនហើយតើ និយាយវាខ្ញុំដូចជាសបាំងភ្នែកហើយនេះ ខ្ញុំក៏ដូចគ្នាដែរតាជីតិចពឹសធ្វើទុកចិត្តដល់ពេលស្លាប់ជាដឹងតា ក្រោយមកពូនេក្រីនោះក៏បានលូនចេញពីក្នុងរូងក្រោមដើមស្វាយនោះទៅហើយមិនយូរប៉ុន្មានដើមស្វាយនោះក៏សាបរលាបពឹសដោយផ្លែស្វាយធម្មតាវិញប៉ុន្តែឥតមាននរណាដឹងឡើយក្រោយពីស្ដេចបានហាមមិនឲ្យនរណាទៅបេះផ្លែស្វាយនោះឆេ ហើយតើរឿងនេះបញ្ចប់ដល់ចំណាទៅ តាមយាយទាំងពីរមិនស្លាប់ក៏ប្រែទៅជាក្មេងវិញហើយក្រោយមកដំណឹងនេះក៏បានលេចលឺដល់ព្រះរាជាក៏បញ្ជាឲ្យទៅហៅតាយាយទាំងពីរមកជួប ណែលោកមហាសេនា ក្រាបទូល តើអ្នកទាំងពីរនេះដែលជាតាយាយចិញ្ចឹមដំរីស៊ីផ្លែស្វាយប្រែខ្លាយពីចាស់ទៅជាក្មេងនោះ ពិតហើយព្រះអង្គគឺគេទាំងពីរអ្នកនេះហើយក្រាបទូល គួរឲ្យឆ្ងល់ដែរមិនក៏សេនាស៊ីផ្លែស្វាយនោះទៅពលស្លាប់ឯតានឹងយាយប្រែខ្លាយទៅជាក្មេងវិញ នេះប្រហែលជាដើមស្វាយនោះមានអាកំបាំងអីទីដឹងក្រាបទូល បើអញ្ចឹងលោកនាំគ្នាទៅពិនិត្យដើមស្វាយនោះទៅមើលតើមានអាចកំបាំងអីទៅ ទទួលព្រះរាជបញ្ជាក្រាបទូលពេលដែលសេនានាំគ្នាទៅពិនិត្យមើលក្រោមដើមស្វាយនោះក៏បានឃើញរូងពស់នាគរាជដែលពស់នាគរាជនោះបានវាចេញទៅបាត់ទើបព្រះអង្គទ្រង់មានវិបដិសារីយ៉ាងខ្លាំង អោសេកអើយសេកអញមិនគួរសម្លាប់ឯងដោយខ្វះការពិចារណាអញ្ចឹងសោះ ហើយរឿងនេះយើងបារម្ភខ្លាចក្រែងវាមិនខុសពីរឿងចាយមាយើងនេះ មិនអីទេបើនេះទ្វារមិនព្រមបើកយើងទៅកាន់ទ្វារទិសដទទៀតគេមកជាមិនហ៊ានរឹងតឹងនឹងព្រះរាជបញ្ជាទេតោះឆាប់ទៅណែនេះទ្វារទិសដប្រញាប់បើកទ្វារយើងឆាប់ឡើងព្រះរាជាត្រាស់បញ្ជាឲ្យយើងនាំអ្នកទោសនេះយកទៅប្រហារជីវិត ចុះអនអ្នកពេជ្ជឃាតរងចាំដល់ព្រឹកចុះយើងនឹងបើកទ្វារឲ្យតែយប់អាត្រិតយ៉ាងនេះយើងមិនបើកទ្វារឲ្យទេព្រោះវាខុសនឹងបទបញ្ជាតាំងពីបរមបុរាណមក តើបទបញ្ជារបស់លោកអាចធំជាស្ដេចផែនដីលោកមិនអាចប្រឆាំងបានទេណា ព្រះរាជបញ្ជាមិនមាននរណាអាចប្រឆាំងបានទេតែព្រះមហាក្សត្រទ្រង់មានទស្សពិតរាជធម៌ហើយទស្សពិតរាជធម៌នេះកំណត់បានស្មើនឹងព្រះរាជបញ្ជាស្មើនឹងច្បាប់ដែលកំណត់ឲ្យនីតិវិធីទាំងអស់គោរពសូមអ្នកពេជ្ជឃាតស្ដាប់ឲ្យច្បាស់យើងសូមប្រាប់អ្នកអំពីទស្សពិតរាជធម៌នោះវាមាន10ប្រការ1គឺទានលក្ខជាការធ្វើអំណោយ2គឺសិលៈជាការរក្សាសិល5ហើយសិលទាំង5នោះគឺអនាតិបកាអតនេទានីកាមេសុមច្ឆាចារាមុសាវាសូរាមេរយៈមជ្ជបមាតដ្ឋានាប្រការ3គឺបរិច្ចាគឺជាការចំណាយព្រះរាជទ្រព្យទំនុកបម្រុងប្រទេសជាតិ4អជីវៈមានសេចក្តីទៀងត្រង់5មតវៈមានសេចក្តីទន់ភ្លន់ស្លូតសុភាពរៀបសារ6តបៈការកាន់ឧបោសថសិលតាមការកំណត់ម្ដង7អកោធនៈមិនកំដៅក្រហាយដល់អ្នកដទៃ8អវិហិសាមិនបៀតបៀនអ្នកដទៃ9ខន្តិ
មានសេចក្តីអត់ធន់ហើយប្រការទី10គឺអវិរោធនៈមិនបំពេញលើធម៌និងលើច្បាប់ចំណុចទាំង10ប្រការដែលខ្ញុំបានបកស្រាយប្រាប់អ្នកទាំងអស់គ្នានៅក្នុងពេលនេះគឺជាទស្សពិតរាជធម៌របស់ព្រះមហាក្សត្រណាប្រការនេះហើយដែលយើងសម្រេចថាមិនបើកទ្វារឲ្យអ្នកយកអ្នកទូទៅសម្លាប់ទាំងកណ្ដាលជប់បែបនេះដោយគ្មានការជំនុំជម្រះឡើយល្អណាស់បើនេះទ្វារទាំង4ទិសពុំព្រមបើកទ្វារឲ្យដូច្នេះតើជាគិតកណាទៅយើងត្រូវតែទទួលគាត់ព្រះអង្គពីបញ្ហានេះតែយើងត្រូវរងចាំដល់ព្រឹកស្អែកសិនយើងមិនអាចទៅគាត់បរិជាទាំងយប់បានទេតើមីយើងគេយ៉ាងម៉េចទៅហើយណោះអូលក្ខិណានតាខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំព្រះអង្គនាងលក្ខិណាតើនាងមករកយើងមានការអីទាំងព្រឹកព្រលឹមដូច្នេះក្រាបទូលព្រះអង្គខ្ញុំម្ចាស់សុបិនមិនល្អសោះតើបមានការបារម្ភគិតមកដល់បងមាជើងជាប្តីតើគាត់យ៉ាងម៉េចដែរដែលមកយាមព្រះអង្គកាលពីយប់មិញនេះនាងបារម្ភយ៉ាងនេះមិនខុសទេព្រោះយប់មិញនេះសូមក្រាបថ្វាយបង្គំព្រះករណាថ្លៃពិសេសណែលោកអុកញ៉ាវិរៈវាំងជ័យក្រាបទូលលោកមានដឹងពីរឿងមាយើងដែលយើងបានបញ្ជាឲ្យពេជ្ជឃាតនាំយកទៅប្រហារជីវិតនោះទេក្រាបទូលព្រះអង្គកាលពីយប់មិញទូបង្គំមិនបានដឹងទេប៉ុន្តែមុននេះបន្តិចទូបង្គំបានដើរពិនិត្យមើលក្នុងបរិវេណរាជវាំងដោយសពមួយដងក៏ប្រទះឃើញក្រុមពេជ្ជឃាតមិនទាន់បញ្ចេញមាយើងទៅប្រហារជីវិតទេព្រោះនាយទ្វារទាំងអស់គេមិនព្រមបើកទ្វារឲ្យក្រាបទូលល្អហើយបើអញ្ចឹងលោកប្រញាប់ទៅប្រាប់ពេជ្ជឃាតទាំងនោះឲ្យនាំមាយើងមកជួបនឹងយើងក្នុងពេលនេះជាប្រញាប់ណាព្រះអង្គបងមាយើងតើបងទៅធ្វើអីខុសបានជាមានទោសធ្ងន់ធ្ងរយ៉ាងនេះបងមិនបានធ្វើអីទេក៏ប៉ុន្តែណែមាយើងការយើងចេញទៅប្រពៀតព្រៃឯងបាននិយាយថាទេវតារក្សាដើមជ្រៃនឹងនិមិត្តធ្វើជាពុំមកចាត់យើងដល់រីដំណាក់ទៀតតែហេតុអីក៏មិនឃើញពូននោះបើជាឯងមានគំនិតចោលរំលោភបំពានលើមហាសីយើងទៅវិញអញ្ចឹងបងចាំអីទៀតទូលថ្វាយព្រះអង្គតាមត្រង់ទៅកំណៃលាក់លៀមដល់ណាទៀតសូមទ្រង់ជ្រាបយប់មិញនេះនៅពាក់កណ្ដាលទ្រានមានពស់មួយយ៉ាងធំបានលូនចូលមកបំរុងនឹងចឹកព្រះអង្គតែទូបង្គំដែលកំពុងតែយាមនោះក៏បានកាប់ពស់នោះជា3កំណាត់ពស់នោះក៏ស្លាប់ភ្លាមមួយរំពេចហើយក៏ខ្ចាយឈាមពីពេញរហូតដល់ទៀតទៅប្រឡាក់ព្រះសុដន់ព្រះមហាសីទានបើយើងយកដៃទៅជូតពិតជាមិនសមទេព្រះមហាសីទូបង្គំសំពរិជ្ជទានទោសទូបង្គំមិនដឹងជាធ្វើយ៉ាងណាឲ្យជ្រះឈាមពីសុដន់ព្រះមហាសីនោះទេទើបសម្រេចចិត្តយកអណ្ដានទៅលិនតែពុំមានគោលបំណងប្រមាថមើងងាយព្រះចេស្តារបស់ព្រះមហាសីឡើយទូបង្គំរកទូលការពិតដល់ព្រះអង្គប៉ុន្តែពុំទាន់ព្រោះព្រះអង្គខ្ញាល់ខ្លាំងពេកក៏បញ្ជាឲ្យពេជ្ជឃាតយកទូបង្គំទៅប្រហារជីវិត
តែបានទឹកដោះម្ដាយថ្លៃនាយទ្វារទាំង4ទិសមិនព្រមបើកទ្វារឲ្យរហូតដល់ពេលព្រឹកបែបនេះចុះពស់ដែលឯងថាបានសម្លាប់នោះនៅឯណាទៅក្រាំទូលពស់3កំណាត់នោះទូបង្គំបានអូសយកទៅដាក់ក្រោមក្រឡាបន្ទុំក្រាំទូលក្រាបទូលព្រះអង្គគឺពស់នេះហើយដែលតាមប៉ងយាយីព្រះអង្គសូមព្រះអង្គទតចោះក្រាបទូលមាយើងអ្នកមានគុណលើយើងពុនពេកណាស់បើគុំតែបានអ្នកយើងប្រហែលជាស្លាប់តាំងពីនៅកណ្ដាលព្រៃនោះទៅហើយយើងមិនគួរឲ្យគេយកអ្នកទៅប្រហារជីវិតដោយខ្វះការពិចារណាយ៉ាងនេះសោះឥឡូវដើម្បីតបស្នងនឹងគុណបំណាច់ព្រមទាំងចិត្តភក្តីដ៏មហាធំធេងរបស់អ្នកចំពោះយើងសូមតែងតាំងអ្នកធ្វើជាមន្ត្រីធំសម្រាប់ការពារព្រះនគរតរៀងទៅថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំនេះនៅគេហដ្ឋានមាយើងមានសភាពអ៊ូអរអាធឹកអាធំណាស់ក្រុមរបាំត្រុដិសម្ដែងតាមប្រពៃណីដេញឧបទ្រពចង្រៃចេញផ្លាស់យកជ័យសិរីមង្គលបវរមហាប្រសាជូនម្ចាស់ភូមិគ្រឹះមាយើងនិងភរិយាបានធ្វើអំណោយដាក់ទានដល់ក្រុមរបាំនិងស្មុំយាយចោព្រមទាំងអ្នកក្រខ្សោះជាច្រើននាងខាត់និងនាយភេត្រាក៏មកទទួលអំណោយទាននឹងគេដែរក្រឡេកមើលស្គាល់អ្នកសពបរោះទាំងពីរពួកគេមានសេចក្តីអៀនខ្មាស់ពុនពេកណាស់បន្ទាប់អំពីបានទទួលអំណោយច្រើនបង្គួរក៏ក្មេងៗរូបរះនាំគ្នាដឹកដៃកូនចេញទៅមុខគួរឲ្យសង្វេគស្រីកាញ់ជើងធ្លុះទោះបានឡើងខ្ពស់ប៉ុណ្ណាក៏ដោយគង់តែទាញប្តីឲ្យចុះទុនខ្សោយទ្របធនរុះរយថមថយក្រក្រៃរីស្រីគ្រប់លក្ខជួយប្តីរៀងជាក់គ្រប់ពេលជប់ថ្ងៃដោយពាក្យចាស់ថាសំណាស់យងដីកបកល្យាណីស្រីយងបុរសក្បាលមាយើងដែលមិនជ្រុះក៏ដោយសារតែឆ្មាំទ្វារទាំង4ហ៊ានជំទាស់នឹងបញ្ជាបំពេញច្បាប់ក្រឹតវិន័យមិនមែនឲ្យតែបញ្ជាពីថ្នាក់លើមកសុទ្ធតែត្រឹមត្រូវទាំងអស់ឯណាត្រូវពិចារណាឲ្យបានល្អិតល្អន់មុននឹងអនុវត្តបើចេះតែធ្វើតាមដោយងងឹតងងល់ក៏មិនល្អដែរមន្ត្រីខ្ញុំរាជការមានភារកិច្ចរៀងខ្លួនដែលត្រូវបំពេញឲ្យបានល្អនិងមានជោគជ័យហើយត្រូវបម្រើជាតិបម្រើរាស្ត្រដោយទៀងត្រង់អ្នកដឹកនាំគួរប្រកាន់ខ្ជាប់នូវធម៌ទស្សពិតប្រជានុរាស្ត្រដែលតាមគន្លងធម៌ជាឲ្យឆ្ងាយនៅអំពើឧបាយមុខគ្រប់ប្រភេទប្រកបរបររកស៊ីតាមសមាអាជីវៈមិនកេងប្រវ័ញ្ចលួចប្លន់ទ្រព្យសម្បត្តិអ្នកដទៃសមណៈជនជីលោកជួយណែនាំត្រៃបង្ហាញតម្រង់ផ្លូវឆ្ពោះទៅរកសេចក្តីសុខសាន្តថ្កុំថ្កើងនិងរុងរឿងសង្គមនេះហើយដែលជាសង្គមល្អប្រជាពលករគ្រប់ជាន់ថ្នាក់សាមគ្គីគោរពស្រឡាញ់គ្នាទៅវិញទៅមក